ពលករអ៊ីណាញមកព្រោះគេយកពលកររដូវកាលមកច្រើនខាងឧស្សាហកម្មខាងកសិកម្មភាគច្រើនការងារដូចថាពេលរវល់ខ្លាំងរវល់ទៅ3ខែ4ខែអីអស់ហើយក្រៅពីហ្នឹងធ្វើលេងបានអញ្ចឹងដូចថាมันប្រញាប់ខ្លាំងដល់ពេលអញ្ចឹងគេយកពលកររដូវកាលទៅវាអត់អស់ថ្លៃប្រាក់បំណាច់ឆ្នាំពួកអីយើងយកអ៊ីណាញមកវាត្រូវបង់ប្រាក់បំណាច់ឆ្នាំឲ្យគេរាល់ខែមួយខែជាង 10,000 អញ្ចឹងដល់អញ្ចឹងភាគច្រើនតកែអត់ចង់អស់បំណាច់ឆ្នាំហើយក៏យកអាពលកររដូវកាលក៏ស្រួលដែរព្រោះអីមានគេដឹកគេអីឲ្យស្រាប់ហើយក៏មិនបាច់រើផ្ទះឲ្យនៅទៀតនៅខាងនេះនៅខាងធំញងណាគេមានផ្ទះមានអីហើយមានឡានដឹកឲ្យយើងស្រាប់អញ្ចឹងដល់អញ្ចឹងស្រួលដែរអត់មានពិបាករើផ្ទះរើអីឲ្យពលករនៅហើយក៏មិនបាច់នៅមួយឆ្នាំទល់មួយឆ្នាំត្រូវបង់ប្រាក់បំណាច់ឆ្នាំឲ្យអញ្ចឹងស្រួលច្រើនអញ្ចឹងគេកាត់បន្ថយយកអ៊ីណាញគេយករដូវកាលវិញយើងធ្វើ5ខែអីគេទៅផ្ទះវិញហើយ